មកបងប្អូនទាំងអស់គ្នាដែលចេះតែផុស Facebook មានដឹងថាគេមើលកន្លែងណាអីថាយើងអាចរកលុយពី Facebook បានអត់អញ្ចឹងបងប្អូនទាំងអស់គ្នាចូលមក Facebook account ឬក៏ page របស់យើងមកបងប្អូនចូលមកអាសញ្ញា3វែងខ្លីខ្ពស់ទៀតហ្នឹងហើយយើងចូលមកកន្លែងហ្នឹងមកយើងមកដល់នៅក្នុង profile របស់យើងឬនឹង account ឬក៏ page របស់យើងអ្នកទាំងអស់គ្នាអញ្ចឹងបងប្អូនក៏អាចអស់មើលមកក្រោមនេះក៏បាននេះចូលកន្លែងពាក្យនេះ monitor នេះមកខ្មែរអត់ដឹងគេបកថាស្អីគេទេកន្លែងហ្នឹងចឹងបងប្អូនមើលកន្លែងហ្នឹងហើយនេះបងប្អូនមើលមកក្រោមនេះនៅក្នុងចំណុចទាំងអស់ហ្នឹងកន្លែងហ្នឹងមានរូបបេះដូងរូបនេះហ្នឹងហើយនៅមួយទៀតផ្កាយអញ្ចឹងបងប្អូនមិនខ្វល់ជាមួយវាទេនេះអ្វីដែលអាចរកពី Facebook បានគឺអាមួយនេះ content monetization អញ្ចឹងកន្លែងនេះបកខ្មែរខ្ញុំមិនដឹងថាមិនដែរទេភ្លេចបាត់អីព្រោះពាក្យបច្ចេកទេស Facebook វាប្រវត្តិដែរអញ្ចឹងបងប្អូនត្រូវមើលទៅលើអាហ្នឹងនេះនៅពេលដែលវា load មានប៊ូតុង Q នៅខាងនេះពាក្យថា active ហើយទូរស័ព្ទខ្ញុំវាអារ៉ុកអារ៉ាក់តិចពិបាកមើលអញ្ចឹងអានេះយើងទុកវាចោលទៅអានេះ load អញ្ចេះក៏ទុកវាចោលប៉ុន្តែចំពោះអាមួយនេះវិញបើវា load ប៊ូតុងបែបនេះគឺមានន័យថាយើងអាចមានឱកាសរកលុយពី Facebook បានហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអាសាមើលលេងនឹងផងហើយយើងអានេះយើងអាចចូលមើលបាននេះដែលគាត់ចុចចូល challenge តាន់គឺឃើញហើយអ្នកទាំងអស់គ្នានឹងមាន300k view ហ្នឹងហើយអញ្ចឹងខ្ញុំតែបាន 4k ទេអត់មានអីផុសចឹងអ្នកទាំងអស់គ្នាបើសិនជាបងប្អូនធ្លាប់ set up star ពីមុនហើយយើងធ្វើអត់តាន់ចប់វានឹង load ក្រហមបែបនេះអញ្ចឹងមិនភ័យទេចាំអានេះមកយើងធ្វើតទៀតអត់អីទេហើយបើបងប្អូនមាន page ធ្វើលើ page ក៏ល្អដែរព្រោះថា account អញ្ចឹងទៅវាឆាប់ជាប់ឆាប់អីទៅមានបញ្ហាពេលក្រោយចឹងកន្លែងហ្នឹងយើងមើលមួយចេះយើងមើលខាងលើនេះទៀតមើលគេនេះក៏មាន monetization តែយើងចូលមកគឺមកដល់ហើយនឹងដូចគ្នាហើយនឹងចំពោះអា3 4 5ខាងលើនេះអ្នកទាំងអស់គ្នាចឹងបងប្អូនថ្មីគាត់គឺមិនដឹងទេកន្លែងនេះ community មាន comment មានអីគេហ្នឹងហើយមាន fan ស្អីអានេះយើងមិនខ្វល់មកវាទេហើយចំពោះនេះ content ទី2 content កន្លែងហ្នឹងកន្លែងខ្មែរដូចជាកដាក់មេត្តាយើងចូលមកយើងមើលឃើញនេះផលនេះអ្នកមើលបាន123អានេះបាន5អានេះបានប៉ុណ្នេះ